ហើយមានសួរបងស្រីបងស្រីឈ្មោះអ្វីហើយមានកូនឈ្មោះអ្វីដែរហើយកំពុងសិក្សាថ្នាក់ទីប្រមាណចាខ្ញុំឈ្មោះខុនប៉ុនណារីហើយខ្ញុំមានកូន2នាក់សិក្សានៅសាលាមាសកូនទី1ឈ្មោះណារីសារ៉ាកូនទី2ឈ្មោះខាលីឌីគាត់រៀននៅថ្នាក់ទីកូនបងរៀននៅថ្នាក់ទី 3B កូនប្អូនរៀននៅថ្នាក់ទី 2B ចាបងស្រីមានចំណាប់អារម្មណ៍អ្វីខ្លះបានជាសម្រាប់ចិត្តយកកូនមកដាក់ឲ្យសិក្សានៅសាលានេះបាទនៅក្នុងនេះដែរមុននឹងខ្ញុំសម្រាប់ចិត្តយកកូនមកដាក់នៅសាលាមាសដោយសារសាលានៅក្នុងការសិក្សាគាត់មានការទទួលខុសត្រូវខ្ពស់ចង់និយាយថាគាត់មានការបង្រៀនដែលបានត្រឹមត្រូវទៅតាមស្តង់ដារសាលានៅក្នុងប្រទេសកម្ពុជាយើងហើយនៅក្នុងនោះដែរគាត់ក៏មានជាគេហៅថាបែបជាអប់រំខាងអាកប្បកិរិយាក៏បានល្អសុជីវធម៌ខ្ពស់ហើយនៅក្នុងនេះគាត់យកចិត្តទុកដាក់ទៅលើកូនសិស្សទាំងអស់គាត់ជួយអប់រំកូនសិស្សបានយ៉ាងល្អមិនថាកូនសិស្សមានកំហុសឬក៏យ៉ាងណាគាត់ព្យាយាមកែតម្រូវក្មេងទាំងអស់នោះគាត់ជួយអប់រំបានល្អខ្លាំងមែនតើចា៎បន្ទាប់ពីលោកស្រីបានយកកូនមកដាក់សិក្សានៅសាលានេះតើក្រោយមកលោកស្រីបានសង្កេតឃើញអាកប្បកិរិយាកូនរបៀបម៉េចដែរសុជីវធម៌ខ្ពស់ការសិក្សាគឺបានល្អមែនតើពិន្ទុល្អបាន certificate ជារៀងរាល់ខែរហូតដល់ប្រចាំឆ្នាំទៀតទាំងដែលកូនខ្ញុំទាំងពីរនាក់ពេលដែលចូលរៀនដំបូងគឺគាត់អត់សូវចេះនិយាយខ្មែរទេប៉ុន្តែឥឡូវនេះការរៀនភាសាខ្មែររបស់គាត់និងការនិយាយភាសាខ្មែររបស់គាត់គឺបានល្អមែនតើហើយនៅមួយផ្នែកមួយខាងទៀតគឺភាសាអង់គ្លេសហើយភាសាចិនគាត់ក៏ល្អដែរចា៎អរគុណចាអរគុណសាលាសិលាមាសនៃអង្គការក្តីសង្ឃឹមចែកបានសរសើរលើកទឹកចិត្តឲ្យសិស្សពូកែឲ្យបន្តខិតខំរៀនសូត្រសម្រាប់សាលាសិលាមាសនៃអង្គការក្តីសង្ឃឹមបានចែកបានសរសើរដល់សិស្សពូកែដើម្បីលើកទឹកចិត្តឲ្យពួកគេបន្តខិតខំរៀនសូត្រធ្វើយ៉ាងណាឲ្យមានអនាគតល្អសម្រាប់ខ្លួនឯងគ្រួសារនិងសង្គមជាតិក្នុងនោះសាលាក៏បានដាក់ចេញនូវផែនការក្នុងការបង្រៀនសិស្សឲ្យមានសច្ចភាពគុណធម៌គុណភាពនិងក្រមសីលធម៌ដោយសាលាមិនស្វែងរកប្រាក់ចំណេញនោះទេថែមទាំងផ្ដល់អាហារូបករណ៍ដល់សិស្សមកពីមជ្ឈមណ្ឌលកុមារកំព្រានានានិងកុមារមកពីគ្រួសារក្រីក្រផងដែរក្រោយពិធីចែកបានសរសើរដល់សិស្សពូកែលោកតាន់គីមម៉េងនាយកសាលាសិលាមាសនៃអង្គការក្តីសង្ឃឹមបានប្រាប់ថាការចែកបានសរសើរលើកទឹកចិត្តនៅពេលនេះគឺដើម្បីឲ្យសិស្សានុសិស្សកាន់តែមានទឹកចិត្តក្នុងការសិក្សារៀនសូត្របន្ថែមហើយលក្ខណៈពិសេសរបស់សាលាគឺផ្ដោតសំខាន់ទៅលើសច្ចភាពក្រមសីលធម៌វិន័យនិងគុណភាពចំណេះដឹងហើយសាលាតែងតែមានទម្លាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយនឹងឪពុកម្ដាយសិស្សឲ្យជួយអប់រំកូនបន្ថែមលោកបានបន្តថាសាលារបស់លោកជាសាលាឯកជនក៏ប៉ុន្តែមានគោលការណ៍ជាអង្គការឬជាសមាគមព្រោះសាលាមិនស្វែងរកប្រាក់ចំណេញទេគោលបំណងសំខាន់គឺដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងនោះតែងតែផ្ដល់អាហារូបករណ៍ដល់សិស្សដែលរស់នៅតាមមជ្ឈមណ្ឌលកុមារកំព្រាឬអង្គការនានាហើយសាលាបានបញ្ជ្រាបការបង្រៀនជា3ភាសាដើម្បីឆ្លើយតបទីផ្សារការងារមានភាសាអង់គ្លេសភាសាចិននិងភាសាខ្មែរហើយសិស្សត្រូវមានគុណភាពនិងក្រមសីលធម៌ត្រូវមានជាដាច់ខាត